សរសេរនេះនៅក្នុងដៃរបស់ខ្ញុំនេះគឺជាវ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលអតិថិជនគាត់បានទិញពីប្រទេសជិតខាងមកហើយយកមកយើងជួយចាក់ឲ្យកុមារអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងនិយាយបកស្រាយលម្អិតអំពីវ៉ាក់សាំងជំងឺគ្រុនឈាមនេះថាវាមានប្រសិទ្ធភាពបែបណាហើយមានការទទួលស្គាល់ពីខាងណាខ្លះហើយនៅក្នុងប្រទេសយើងសពថ្ងៃមានវ៉ាក់សាំងនេះដែរឬក៏អញ្ចឹងចំពោះវ៉ាក់សាំង Qdenga Dengue Tetravalent Vaccine ត្រូវបានក្រសួងសុខាភិបាលពិភពលោក WHO ទទួលស្គាល់ជាមុនមានន័យថាវាអត់ទាន់ទទួលស្គាល់ពេញលេញទេគេទទួលស្គាល់ជាមុនដែលគេហៅថា pre-qualification នៅថ្ងៃទី10ខែឧសភាឆ្នាំ2024ចំពោះវ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលមានឈ្មោះថាតា003ដែលត្រូវបង្កើតឡើងទៅដោយក្រុមហ៊ុន Takeda វ៉ាក់សាំងនេះគឺជាវ៉ាក់សាំងប្រភេទទី2ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកវាគឺជាប្រភេទវ៉ាក់សាំងដែលនៅមានជីវិតដែលបានបន្ថយសកម្មភាពវីរុសទាំង4ប្រភេទនៃជំងឺគ្រុនឈាមហើយអង្គការសុខភាពពិភពលោកបានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំង TAK003 នេះសម្រាប់កុមារដែលមានអាយុចន្លោះពី6ឆ្នាំរហូតដល់16ឆ្នាំនៅតំបន់ដែលមានអត្រាឆ្លងជំងឺគ្រុនឈាមខ្ពស់ហើយវ៉ាក់សាំងនេះគឺតម្រូវឲ្យចាក់ជា2ដូសហើយនៅក្នុងដូសនីមួយៗចន្លោះពេលរយៈពេល3ខែគម្លាតពីគ្នានេះគឺជាព័ត៌មានដែលខាងអង្គការសុខភាពពិភពលោកគាត់បានចេញសេចក្តីប្រកាសទទួលស្គាល់ជាមុន pre-qualification ចំពោះវ៉ាក់សាំងជំងឺគ្រុនឈាមតោះអញ្ចឹងយើងមកដឹងលម្អិតអំពីវ៉ាក់សាំង Qdenga ដែលមានឈ្មោះដើមថាជា TAK003 ដែលមាន brand name ជា Qdenga នេះរបស់ក្រុមហ៊ុន Takeda វាមានឥទ្ធិពលយ៉ាងណានេះខ្ញុំនឹងលម្អិតនៅពេលបន្តិចទៀតនេះអ្វីទៅជា Qdenga គឺជា Dengue Tetravalent Vaccine វាគឺជាប្រភេទវ៉ាក់សាំងប្រឆាំងទៅនឹងជំងឺគ្រុនឈាមដែលផលិតឡើងទៅដោយក្រុមហ៊ុន Takeda ដែលត្រូវបានអនុម័តសម្រាប់នៅក្នុងការប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបតំបន់ផ្សេងៗទៀតដើម្បីការពារការឆ្លងវីរុសគ្រុនឈាមវ៉ាក់សាំងនេះគឺផ្ដល់ជំរឿសសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់សម្រាប់មនុស្សដែលមានអាយុចាប់ពី4ឆ្នាំឡើងទៅអញ្ចឹងវារៀងខុសប្លែកជាងគ្នាបន្តិចសម្រាប់អ្នកដែលWHO គាត់បានចេញសេចក្តីអនុម័ត WHO ប្រាប់ថាវ៉ាក់សាំង Qdenga នេះគឺអាចចាក់បានចំពោះកុមារដែលគាត់មានអាយុចាប់ពី6ឆ្នាំដល់16ឆ្នាំប៉ុន្តែនៅក្នុងសេចក្តីលម្អិតរបស់ក្រុមហ៊ុន Takeda គឺឲ្យចាក់ចាប់ពីអាយុ4ឆ្នាំឡើងទៅតែវាដំណើរការយ៉ាងដូចម្ដេច Qdenga គឺជាវ៉ាក់សាំងដែលវាមានជីវិតដែលបានបន្ថយនៅសកម្មភាពរបស់វ៉ាក់សាំងត្រូវបានបង្កើតឡើងដោយប្រើវីរុសគ្រុនឈាមចំនួន4ប្រភេទដែលហៅ Serotype 1, 2, 3 and 4ដែលបានធ្វើឲ្យវីរុសទាំងអស់នោះគឺបន្សោយភាពខ្លាំងរបស់វាដើម្បីឲ្យរាងកាយបង្កើតប្រព័ន្ធប្រឆាំងទៅនឹងវីរុសគ្រុនឈាមនេះតើក្រុមមនុស្សប្រភេទណាដែលអាចទទួលវ៉ាក់សាំង Qdenga នេះវ៉ាក់សាំង Qdenga នេះគឺអាចប្រើចំពោះមនុស្សដែលគាត់មានអាយុចាប់ពី4ឆ្នាំឡើងទៅគឺអាចទទួលវ៉ាក់សាំងនេះបានហើយវាអាចចាក់សម្រាប់មនុស្សគ្រប់ប្រភេទមិនថាពួកគេធ្លាប់ឆ្លងមេរោគគ្រុនឈាមឬមិនបានឆ្លងមេរោគគ្រុនឈាមពីមុនឬអត់នោះទេអញ្ចឹងមានន័យថាអត់ឆ្លងក៏ចាក់បានឆ្លងរួចក៏ចាក់បានវាខុសពី
វ៉ាក់សាំងដែលគេអនុម័តកាលពីលើកទី1វ៉ាក់សាំងដែលគេបានអនុវត្តកាលពីលើកអនុម័តកាលពីលើកទី1នោះគឺទាល់តែធ្លាប់ឆ្លងជំងឺគ្រុនឈាមហើយទើបបានអាចចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមនេះបានហើយខ្ជូដង្កានេះគឺគេប្រើប្រាស់នៅក្នុងតំបន់ដែលមានការឆ្លងរីករាលដាលនៅជំងឺគ្រុនឈាមនេះខ្ពស់របៀបនៅក្នុងការប្រើវ៉ាក់សាំងខ្ជូដង្កានេះត្រូវបានចែកចេញទៅជា2ដូសដែលចាក់ដូសទី2បន្ទាប់ពីដូសទី1ប្រហែលរយៈពេល3ខែអញ្ចឹងមានន័យថាយើងចាក់ថ្ងៃនេះខែនេះអញ្ចឹងថ្ងៃនេះ3ខែបន្ទាប់យើងនឹងចាក់ដូសលើកទី2ចំពោះប្រសិទ្ធភាពរបស់ខ្ជូដង្កាវិញវ៉ាក់សាំងខ្ជូដង្កានេះអាចកាត់បន្ថយការឆ្លងជំងឺគ្រុនឈាមប្រមាណជា80%នៅក្នុងការចាក់ជាលើកដំបូងហើយវាជួយកាត់បន្ថយជំងឺគ្រុនឈាមរហូតទៅដល់ប្រមាណជា90%នៅក្នុងករណីដែលមានជំងឺគ្រុនឈាមធ្ងន់ធ្ងរផងដែរហើយចុះវ៉ាក់សាំងខ្ជូដង្កានេះតើវាមានផលប៉ះពាល់អ្វីខ្លះនៅពេលដែលយើងចាក់ជាធម្មតាវ៉ាក់សាំងឬក៏ថ្នាំព្យាបាលគឺវាតែងតែមានផលរំខានផ្សេងអញ្ចឹងវ៉ាក់សាំងខ្ជូដង្កានេះក៏វាមានផលរំខានផ្សេងដែរគឺទី1ដូចជាការឈឺនៅចុងមជុលនៅកន្លែងចាក់ហើយដែលជំងឺឈឺក្បាលក្អកផ្ដាសាយឈឺសន្លាក់ឬក៏មានអារម្មណ៍ថាហត់នឿយបន្ទាប់ពីចាក់វ៉ាក់សាំងនេះផងដែរហើយវ៉ាក់សាំងខ្ជូដង្កានេះគឺត្រូវបានអនុម័តឲ្យប្រើប្រាស់យ៉ាងទូលំទូលាយមែនទែននៅក្នុងសហភាពអឺរ៉ុបប្រទេសប្រេស៊ីលប្រទេសថៃហើយអង្គការសុខភាពពិភពលោកក៏បានផ្ដល់ការទទួលស្គាល់ជាមុន pre-qualification ដើម្បីឲ្យអង្គការជាតិនិងអង្គការអន្តរជាតិដែលនៅក្នុងវិស័យសុខាភិបាលអាចទិញវ៉ាក់សាំងនេះយកទៅចាក់ផងដែរចុះសំណួរសួរថាវ៉ាក់សាំងនេះវាមានប្រើប្រាស់នៅក្នុងប្រទេសអឺរ៉ុបប្រេស៊ីលហើយនិងប្រទេសថៃចុះហេតុអ្វីបានកម្ពុជាមិនទាន់មានវ៉ាក់សាំងខ្ជូដង្កានេះសម្រាប់ចាក់ជាក់ស្ដែងថានៅក្នុងប្រទេសកម្ពុជាវ៉ាក់សាំងប្រឆាំងទៅនឹងជំងឺគ្រុនឈាមនេះមិនទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេហើយមានមូលហេតុ3ដែលចម្បងដែលវ៉ាក់សាំងនេះមិនអាចទាន់ជ្រៀតជើងចូលទៅក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជាទី1គឺជាការអនុម័តនឹងការទទួលស្គាល់ដោយសារតែវ៉ាក់សាំងនេះទើបតែអនុម័តនៅ WHO ថ្មីទើបតែឆ្នាំ2024អញ្ចឹងអាជ្ញាធរជាតិដើម្បីធានាឲ្យវ៉ាក់សាំងនេះវាមានប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជាអញ្ចឹងក្រសួងត្រូវតែពិនិត្យនិងវាតម្លៃវ៉ាក់សាំងនេះជាមុនពេលអនុម័តដើម្បីឲ្យប្រជាជនប្រើប្រាស់ហេតុផលទី2ការផ្គត់ផ្គង់និងចែកចាយការនាំចូលនិងការចែកចាយវ៉ាក់សាំងនេះថ្មីត្រូវតែរៀបចំនិងគ្រប់គ្រងឲ្យបានល្អដើម្បីធានាថាវ៉ាក់សាំងដែលប្រើប្រាស់បានដោយមានសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ហេតុផលទី3គឺជាការយល់ដឹងនិងការទទួលយកពីសាធារណជនអញ្ចឹងនៅពេលដែលយើងមានការនាំចូលវ៉ាក់សាំងប្រភេទនេះហើយយើងត្រូវធ្វើការណែនាំវ៉ាក់សាំងថ្មីនេះនិងត្រូវធ្វើការផ្សព្វផ្សាយនិងអប់រំទៅដល់សាធារណជនដើម្បីធានាថាពួកគេនឹងបានយល់ដឹងអំពីអត្ថប្រយោជន៍និងហានិភ័យដែលអាចកើតមានឡើងនៅក្រោយពេលចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមនេះអញ្ចឹងនេះគឺជាហេតុផល3ធំសំខាន់ដែលនៅក្នុងប្រទេសកម្ពុជារបស់យើងមិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងជំងឺគ្រុនឈាមនេះបើសិនមកអ្នកទាំងអស់គ្នាគិតថាវីដេអូនេះល្អសូមអ្នកទាំងអស់គ្នាជួយចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់ទាំងអស់គ្នាបើសិនមកអ្នកទាំងអស់គ្នាទើបតែចាប់ផ្ដើមស្ដាប់នៅក្នុង channel របស់ខ្ញុំនេះទេសូមមេត្តាជួយ subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានកន្លឹះថ្មីៗទាក់ទងជាមួយទៅនឹងបញ្ហាថែទាំសុខភាពក៏ដូចជាការចូលដឹងអំពីវ៉ាក់សាំងផងដែរ
មួយវិញទៀតបើសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ទាក់ទងជាមួយទៅនឹងបញ្ហាសុខភាពឬក៏ចម្ងល់ទាក់ទងជាមួយទៅនឹងបញ្ហាវ៉ាក់សាំងអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមនេះខ្ញុំនឹងឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាគ្រប់គ្នានៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលាបាយបាយ